បាទសូមជម្រាបសួរបងប្អូនដែលគោរពស្រឡាញ់វត្ថុស័ក្តិសិទ្ធិទាំងអស់គ្នាបាទថ្ងៃនេះបាទខ្ញុំបានធ្វើវីដេអូបង្ហាញជូនបងប្អូនបានទស្សនាទៀតហើយបាទប្រភេទរូបចម្លាក់បាទហើយសាងចេញពីឈើដែលខ្លាបាទប្រភេទព្រះអង្គកបាងវតិបាទនិងកូនក្រកបាទសាងពីក្លឹមវ៉ាក្លូតបាទហើយនឹងអង្គខ្វាមបាទសាងពីក្លឹមវ៉ាក្លូតបាទអង្គខ្វាមគឺធ្វើច្រើនបាទប៉ុន្តែយើងធ្វើអត់ទាន់ឲ្យភ្ញៀវបាទភ្ញៀវវត្តជាវបាទសម្រាប់អង្គពុទ្ធចាញ់មាននេះគឺយើងសាងចេញពីឈើដែលខ្លាបាទក្រុមដើមឈើដែលខ្លាបាទហើយស្រោបរួចបាទសម្រាប់បងប្អូនដែលគាត់ស្រឡាញ់បាទគាត់អាចចែកជាវបានបាទមួយអង្គនេះបាទហើយនេះគឺអង្គកវាងបន្តិចបាទហើយស្អាតបងប្អូនណាបាទសាងចេញពីក្លឹមវ៉ាក្លូតដែរព្រះអង្គកវាងបន្តិចហើយនេះគឺលោកតាព្រះមេសីកាសបាទសាងចេញពីស្នែងរួយខ្មៅបាទបកធ្លុះបាទសាណាបាទប្រភេទខ្នាតបតោងបាទយើងពាក់ទៅគ្រប់ថែសាបាទការពារអំពើពាន់មុនខ្មៅភ្លើងងឹតផ្សេងបាទទាំងក្លឹមវ៉ាក្លូតបាទទាំងស្នែងកបីទាំងអីទាំងអស់បាទនេះគឺប្រភេទកូនក្រកតំណាងឲ្យកូនក្រកខ្មៅណាតំណាងឲ្យកូនក្រកយើងណាបាទអញ្ចឹងភាគច្រើននៅភ្ញៀវគាត់កំងច្រើនដែរប្រភេទកូនក្រកក្លឹមវ៉ាក្លូតនេះបាទស្រោបរួចចេះបាទឬក៏មិនទាន់ស្រោបគាត់យកស្រោបខ្លួនឯងបាទស្អាតបាទហើយនេះគឺជាអង្គក្វាមដែរបាទហើយសាងចេញពីស្នែងពីខ្មៅបកធ្លុះដែរបាទអត់តន់ស្រោបទេបងប្អូនណាបាទសម្រាប់តួអង្គដែលស្រោបរួចនេះបាទតម្លៃប្រាប់ជូនបងប្អូនណាតម្លៃមួយអង្គ$35បាទបើយើងអត់តន់ស្រោបបាទតម្លៃ25បាទអញ្ចឹងបងប្អូនយកស្រោបហើយក៏បានមិនតន់ស្រោបក៏បានបាទប្រភេទក្លឹមវ៉ាក្លូតនេះបាទហើយភាគច្រើនបងគាត់ឆាតសួរតម្លៃគាត់ comment សួរតម្លៃណាបាទអញ្ចឹងក៏ខ្ញុំប្រាប់តម្លៃជូនបងប្អូនណាបាទតម្លៃ$35បាទហើយពីមុនយើងថ្លៃជាងហ្នឹងបាទប៉ុន្តែឥឡូវយើងបច្ចុប្បន្នពុំមានសង្គ្រាមបាទយើងតម្លៃប៉ុណ្ណេះបាទពិសេសហើយបាទគួរសមហើយបាទយើងស្រោបនិងឆ្លាក់ស្រោបបាទហើយសម្រាប់ខ្នេះគឺអង្គក្វាងបន្តិចបាទខ្នាតល្មមបាទស្អាតបាទហើយសាងចេញពីក្លឹមឈើដែលខ្លាដែរបាទជួនបងកងតបនៅខាងចំតែបាទប៉ុន្តែគាត់ចេញអត់តរួចទេណាបាទបងប្អូនណាបាទហើយធ្វើជូនគាត់បាទស្អាតបាទទាំងបងប្រុសបងប្រុសបាទដែលការពារនៅស្មៅភូមិបាទជួរមុខបាទហើយសម្រាប់នៅខាងនេះបាទគឺជាប្រភេទខ្នាយបាទដែលខ្ញុំស្រោបរួចដែរបាទប្រភេទខ្នាយមានដោះម្រះនិងអត់ទាន់ដោះម្រះបាទដោះម្រះបាទប្រភេទខ្នាយនេះបាទហើយខ្ញុំត្រាំកមួនចេះបាទខ្ញុំលោកសើមដៃអញ្ចឹងណាបាទប្រភេទខ្នាយនេះបាទស្អាតណាបាទយើងត្រាំកមួនអញ្ចឹងដើម្បីថែរក្សាសំណើមបាទទៅលើខ្នាយឬក៏វត្ថុស័ក្តិសិទ្ធិផ្សេងបាទដើម្បីឲ្យមានសំណើមបាទស្អាតយើងមើលទៅមានពលឹងពលានពលះបាទប្រភេទខ្នាយនេះបាទស្អាតណាបាទហើយនៅក្នុងនេះគឺមានច្រើនបងប្អូនណាបាទមានច្រើនបាទហើយសម្រាប់បងប្អូនដែលគាត់ឆ្លាញ់អីគាត់ចង់បានចង់ចែកជាវខ្នាយអីបាទយើងស្រាប់រួចជាសាច់បាទអាចចែកជាវបានបាទស្អាតបាទហើយសម្រាប់នេះគឺជាប្រភេទថ្មសំលៀងបាទប៉ុន្តែថ្មសំលៀងនេះគឺដោះនឹងពួនណាបងប្អូនណាបាទដោះនឹងពួនយើងមើលចេះមើលអត់សូវច្បាស់ទេបាទយើងមើលផ្ទាល់ដៃបាទច្បាស់បាទនេះយើងមើលទៅឃើញបាទអញ្ចឹងខ្នាយបាទសម្រាប់បងប្អូនគាត់ឆ្លាញ់ប្រភេទខាងខ្នាយបាទគាត់អាចចែកជាវបានណាបាទអាចជាវបានបាទខ្ញុំត្រាំកមួនបាទដាស់សិទ្ធិរួចរាល់ហើយអស់ហើយបាទបងប្អូនយកទៅបាទបានពាក់តែម្ដងបាទស្អាតបាទមកកនេះក៏ពិសេសដែរបាទហើយមានមកកនេះបាទសិតដោះម្រះបងប្អូនណាដោះម្រះឡើងក្តាំងតែម្ដងបាទកបនេះគឺមានភ្ញៀវគាត់នៅខាងពោធិ៍តុងគាត់ថាគាត់យកប៉ុន្តែឥឡូវអត់ឃើញគាត់មកយកបាទហើយឲ្យគាត់កក់បច្ច័យគាត់អត់បានកក់ទេគាត់ថាគាត់មកយកដល់ពេលហើយឥឡូវគាត់អត់មកយកវិញបាទអញ្ចឹងខ្ញុំដាក់ជាវបន្តទៀតបាទហ្នឹងហើយអញ្ចឹងវីដេអូនេះមិនតែប៉ុណ្្នឹងទេបាទសម្រាប់បងប្អូនគាត់ចង់បានបាទអាចតាក់ទងខ្ញុំបានតាមលេខ Telegram ខាងក្រោមបាទអរគុណច្រើនបាទជំរាបលាបងប្អូនគ្នាបាទ